បាទគ្រប់ដូចសួស្តីបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីការធ្វើនៅដំណើរឆ្នោតយួននៅថ្ងៃទី18ខែ12ឆ្នាំ2025មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងសនាទាំងអស់គ្នាបន្តទៀតផងដែរអញ្ចឹងបាទមិនសឹមមិញលេខអ្នកលេងក្នុងឆាតខ្ញុំវេលាម៉ោង9:30នាទីគឺខ្ញុំឲ្យ74បាទ74គឺចូល2ប៉ុស្តិ៍តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាបាទបើបានចូល81មួយទៀតបាទគ្រប់ប៉ុស្តិ៍តែម្ដងបាទខ្ញុំឲ្យ81ហើយ74ហ្នឹងពុកម៉ែបងប្អូនបាទអញ្ចឹងចេញ74ឡើង2ប៉ុស្តិ៍ពុកម៉ែបងប្អូនទាំងអស់គ្នាហើយ46វាចេញខុសប៉ុស្តិ៍ទាំងអស់គ្នាបាទអញ្ចឹងគឺយើងចូលអាន2ប៉ុស្តិ៍វេលាម៉ោង9:30នាទីបាទគ្រប់ទឹកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយនេះគឺជាតម្រុយឆ្នោតយួននៅថ្ងៃទី18ខែ12ឆ្នាំ2025មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងសនាទាំងអស់គ្នាបន្តទៀតផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននៅថ្មីដើម្បីតាមដាននៅតម្រុយខ្ញុំបាទជារៀងរាល់ថ្ងៃពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចុចសញ្ញារូបកណ្ដឹងចុច Subscribe ចុចជាវហើយ Comment លេខ168ក្រោមវីដេអូទាំងអស់គ្នាម្នាក់មួយជួយចុចសញ្ញាមេដៃទាំងអស់គ្នាម្នាក់មួយផងពុកម៉ែបងប្អូនបាទចឹងខ្ទង់ចិត្តគឺមានចំនួន3គ្រាប់បាទទាំងអស់គ្នាបាទគឺមាន74 76 71រីឯខ្ទង់30វិញគឺមាន2គ្រាប់បាទគឺមាន34 36បាទអញ្ចឹងឆ្លាញ់30អស់30ឆ្លាញ់ចិត្តអស់ចិត្តទាំងហើយពុកម៉ែបងប្អូនបាទលេខត្រឡប់ខ្ទង់ចិត្តនឹង30មានដូចជាលេខ47 67 17 43និងលេខ63បាទចំពោះលេខតូច12លេខត្រឡប់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះឯលេខធំ13លេខគឺមានចំនួន2គ្រាប់បាទលេខធំទី1នោះគឺមានដូចជាលេខ749ពុកម៉ែបងប្អូនទាំងអស់គ្នាលេខអញ្ចឹងគុណនិងលេខធំទី2នោះគឺលេខ679ពុកម៉ែបងប្អូនទាំងអស់គ្នាមកលេខធំនៅថ្ងៃហ្នឹងល្អពុកម៉ែបងប្អូនលេខនឹងភាគច្រើនវាល្អពេលយប់ទាំងអស់គ្នាលេខធំ13លេខទាំងអស់គ្នាហើយតម្រុយហ្នឹងគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការលេងសងសនាងបានរយៈពេល3ម៉ោងបាទគឺមានម៉ោង1:30នាទីម៉ោង4:30នាទីល្ងាចក៏ដូចជាម៉ោង6:30នាទីយប់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺឆ្នោតយួនបាទអញ្ចឹងគឺពុកម៉ែបងប្អូនបាទស្រឡាញ់ម៉ោងមួយណាគឺអាចធ្វើការលេងសងសនាងម៉ោងនឹងបានពុកម៉ែបងប្អូនទាំងអស់គ្នារីឯពុកម៉ែបងប្អូនដែលចង់បានលេខក្នុងឆាតគឺអាចឆាតខ្ញុំផ្ទាល់ពុកម៉ែបងប្អូនតាមរយៈ Telegram ក៏បានក្នុងឆាត Facebook ក៏បានពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយមានតែប៉ុណ្្នឹងមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងសងសនាងបាទជូនប៉ោះហេងហេងនៅថ្ងៃទី18ទាំងអស់គ្នាបាទគោរពលាពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទ